ការកសាងអាជីពដ៏ពិតប្រាកដជំនាញរបស់ពិតប្រាកដគឺជារឿងសំខាន់ទោះបីថាយុគសម័យណាក៏ដោយត្រូវមានជំនាញខ្លួនឯងមកពិតប្រាកដរឿងភាសាមួយទៀតក្នុងបរិបទប្រទេសកម្ពុជាការប្រើប្រាស់ភាសាអង់គ្លេសដោយអរាប់ភាសាជាតិគឺជារឿងអតិភិបវាពាក់ព័ន្ធនឹងការស្រាវជ្រាវវាពាក់ព័ន្ធនឹងការទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិវាពាក់ព័ន្ធនឹងការស្វែងរកសារដែលប្រភពឯកសារមួយចំនួនជាក់ស្ដែងចំណងមាននៅក្នុងភាសាអង់គ្លេសបាទនឹងរឿងទី2រឿងទី3ដែលយើងត្រូវដឹងមកដល់ពេលម៉ោងនេះទោះបីរៀនជំនាញអីក៏ដោយជំនាញ digital មួយត្រូវតែចាប់យកស្វែងរកវិធីសាស្ត្ររៀនឲ្យហើយឬក៏រៀនផ្សារភ្ជាប់ខ្លួនជាមួយនឹង digital បដាពីព្រោះការងារអ្វីក៏ដោយទៅថ្ងៃឥឡូវនេះទៅដល់ថ្ងៃខាងមុខគឺត្រូវការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានិងប្រើប្រាស់នៅអ្វីដែលគេហៅថាបច្ចេកវិទ្យាដែលពឹងលើ AI ដែលត្រូវការភាពស្ទាត់ជំនាញធ្វើការហើយស្ទាត់ជំនាញទាំងអស់នោះវាត្រូវការដោយសារតែយើងមានភាសាអង់គ្លេសដែរ AI អាចថាវាភាសាចិនក៏យើងប្រើបានក៏ប៉ុន្តែសូមបញ្ជាក់ថាអង់គ្លេសវានៅតែជាឫសគល់មូលដ្ឋានដ៏ធំសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានេះមែនតើខ្ញុំអ្នកកាក់ស្វាយរៀងបាទជីវិតចាប់ដើមនៅក្នុងគ្រួសារកសិករហើយថែមទាំងក្រីក្រទៀតហ៊ាននិយាយដោយសោះឃើញពីការចាប់ network ដោយសារនិស្សិតភាគច្រើនគឺជាអ្នកធ្វើការងារក្នុងអាជីពធំបាទជាថ្នាក់ manager senior manager ហើយនិងម្ចាស់អាជីវកម្មអញ្ចឹងធ្វើឲ្យយើងនៅចង្កោមមួយពួកគាត់ការខ្សែគប់នៅក្នុងចង្កោមមិត្តភ័ក្តិយើងគឺសំខាន់ណាស់ជានៅពេលនេះធ្វើឲ្យខ្ញុំដាក់គោលដៅធ្វើការចាប់ផ្ដើមអាជីវកម្មខ្លួនឯងមែនទែនទៅជំនាញប្រព័ន្ធផ្សព្វផ្សាយចាត់ទុកជាជំនាញដំបូងណាបាទនៅក្រុមហ៊ុនឯកជនមួយឆ្នាំ2010 2009 2010នឹងឯងតែមុនហ្នឹងក៏មានការងារលក់ការងារបកប្រែឯកសារការងារបន្តតាំងតែពី2009មកតែ2010ហ្នឹងយើងចាប់តាមប្រឡូកវិជ្ជាជីវៈហើយនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយឡើយទេមកដល់2013ក៏នៅប្រព័ន្ធផ្សព្វផ្សាយខ្ញុំផ្លាស់ប្ដូរការងារពីកន្លែងមួយទៅកន្លែងមួយជាលំដាប់គេហៅថានិពន្ធនយោបាយឬក៏ចាងវាងផលិតកម្មហើយប៉ុន្តែនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅឡើយទេជាងមូមកដល់ឆ្នាំ2015 14-15បានខ្ញុំមូទៅការងារហើយ corporate communication នៃតំណែងតំណងសាធារណៈដែលនេះហើយគឺជាការជារបត់ចុងក្រោយដែលខ្ញុំបានធ្វើការងារជាមួយនឹងពហុជាតិសាសន៍សិង្ហបុរីមានថៃមានខ្មែរតែក្រុមហ៊ុនក្នុងស្រុកដែលមានចម្រុះជាតិសាសន៍ហើយជាពេលដែលយើងបានសិក្សាច្រើនជាងជំនាញប្រព័ន្ធផ្សព្វផ្សាយខ្ញុំចូលចិត្តធ្វើការងារ challenge បើខ្ញុំនៅតែធ្វើតែមកអាជីពគឺនៅអត់បានយូរទេចឹងចេញពី media រយៈពេល5ឆ្នាំខ្ញុំមូមកធ្វើការងារក្នុងវិស័យថ្មីមួយគេហៅថាតំណែងតំណងសាធារណៈតែម្ដងឲ្យចេញពីនោះមកក៏ចាប់យកជំនាញមួយទៀតគឺបង្រៀនបន្ថែមទៀតទៅលើជំនាញតំណែងតំណងសាធារណៈបាទអញ្ចឹងពីឆ្នាំ2014-15ហ្នឹងខ្ញុំចប់អាជីពជាវិជ្ជាជីវៈការងារហើយគឺចាប់ផ្ដើមប្រឡូកក្នុងអាជីវកម្មរបស់ខ្លួនតែម្ដងក៏ប៉ុន្តែមកដល់ឆ្នាំ2017-18ខ្ញុំបានចាប់ផ្សេងទៀតដោយសារយើងមើលសម្លឹងឃើញថាក្តីស្រឡាញ់ពិតប្រាកដរបស់យើងហ្នឹងវាមានវិស័យអប់រំហើយនឹងជំនាញផ្នែកខាងប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែវាតម្រង់ខុសពីប្រព័ន្ធផ្សព្វផ្សាយបែប digital បែបមុនគឺតាមរយៈការធ្វើ digital marketing បាទជាង2017មកខ្ញុំចាប់ដើមបង្កើតក្រុមហ៊ុនដែលផ្ដោតសំខាន់ទៅលើបង្កើតសហគ្រាសដែលផ្ដោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយតាម digital ឬក៏ digital marketing agency នឹងឯងហើយខ្ញុំក៏ជ្រៀតធ្វើជាគ្រូបង្វឹក
នឹងគ្រូបរិញ្ញាតាមសាកលវិទ្យាល័យ part time ដែរសម្ពាធខ្លួនឯងដើម្បីបន្តស្រាវជ្រាវបន្តរៀនអ្វីដែលថ្មីហើយការបរិញ្ញាគេគឺជាសម្រាប់ខ្ញុំក៏ដូចជាខ្ញុំគិតថាអ្នកទស្សនិកជនមួយចំនួនក៏យល់ឃើញដូចគ្នាដែរការបរិញ្ញាគេគឺជា best way ដើម្បីរៀនខ្លួនឯងបាទជាមកដល់ឆ្នាំ2017 18នេះខ្ញុំចាប់ផ្ដើមធ្វើការបរិញ្ញាទាំងនិស្សិតថ្នាក់មហាវិទ្យាល័យនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈជំនាញផ្នែក Digital Marketing ប្រព័ន្ធផ្សព្វផ្សាយជំនាញ PR ហ្នឹងទៅកាន់គេហៅថា corporate ទៅតាមក្រុមហ៊ុននិងស្ថាប័នមួយចំនួនធំបាទមក2020ជំនាញក្រុមហ៊ុន Digital Marketing របស់យើងក៏ចាប់ផ្ដើមបង្កើនសន្ទុះឡើងរហូតដល់ក្នុងពេលយុគ COVID-19 ខ្ញុំក៏មានការអភិវឌ្ឍច្រើនដែរ COVID-19 គឺយើងធ្វើ program ច្រើនមែនទែនដើម្បី support ចែករំលែកទៅដល់សហគ្រាសម្ចាស់សហគ្រាសដែលជាសមាគមគេហៅថាសមាជិកឬក៏គេហៅថាក្រុមសហគ្រាសខ្នាតតូចនិងមធ្យមបាទហើយមកដល់ពេលបច្ចុប្បន្នអ្វីដែលខ្ញុំបដោតខ្លាំងជាងគេគឺជំនាញអប់រំនឹងហើយខ្ញុំទើបនឹងបង្កើតគេហៅថាសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈបែបតាមប្រព័ន្ធអនឡាញដែលផ្ដោតទៅលើជំនាញផ្នែក marketing ជំនាញប្រព័ន្ធផ្សព្វផ្សាយនិង digital ដែលហៅថា BKD Academy ដែលខ្ញុំផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលទី1គឺមេរៀនអនឡាញតែម្ដងដែលឆ្លុះបញ្ចាំងពីការអនុវត្តជាជាងទ្រឹស្ដីសម្រាប់ជំនាញ marketing ប្រព័ន្ធផ្សព្វផ្សាយហើយនិងជំនាញ digital ហើយសម្រាប់ទាំងសហគ្រាសខ្នាតតូចនិងមធ្យមនិងសម្រាប់បងប្អូនដែលបំពេញការងារជាវិជ្ជាជីវៈនៅក្នុងវិស័យទាំងអស់ហ្នឹងនៅក្នុងក្រុមហ៊ុនខ្នាតធំបាទមែនតើយើងមើលឃើញបច្ចុប្បន្នថាបើយើងនិយាយពីវិស័យ Digital Marketing នៅកម្ពុជាគឺមានការប្រសើរឡើងច្រើនត្រឡប់ទៅបទពិសោធន៍ដែលយើងដែលខ្ញុំធ្វើការងារតាំងពីឆ្នាំ2009មក2010មកប្រៀបធៀបការរីកចម្រើនទៅលើប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញគេហៅថា online media នេះជាមួយនឹងបណ្ដាប្រទេសជិតខាងយើងនៅជិតឆ្ងាយពីគេបន្តិចក៏ប៉ុន្តែមិនឆ្ងាយពេកទេដោយឡែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលយើងផ្ដោតសំខាន់ទៅលើព័ត៌មានអនឡាញយើងរីកសាយភាយខ្លាំងស្មើគេស្មើឯងបច្ចុប្បន្នប៉ុន្តែនៅលើ Digital Marketing យើងនៅសម្រាប់សង្គមកម្ពុជាយើងផ្ដោតសំខាន់ទៅលើ Social Media ភាគច្រើនដែលបច្ចុប្បន្ននេះបើប្រៀបធៀប Social Media ជាមួយនឹងបណ្ដាប្រទេសខាងក៏យើងនៅប្រើនៅមានកម្រិតឡើយខ្ញុំឧទាហរណ៍យើងប្រើប្រាស់ Facebook សម្រាប់ការ live ការលក់ភាគច្រើនប៉ុន្តែនៅបណ្ដាប្រទេសខាងគេមានអានឹងហើយគេមានពហុ channel ផ្សេងទៀតអ្នកគេប្រើដល់ LinkedIn អ្នកខ្លះប្រើដល់គេ e-commerce market ផ្សារតាមបែបទម្រង់ e-commerce មាន Lazada មាន e-commerce ធំៗរួចទៅហើយគេបង្កើត website ដែលយើង website ឬក៏គេហទំព័រទៅចាប់ផ្ដើមផុសនៅឡើយទេខ្ញុំអត់យកពេលវេលានេះមកនិយាយក្រោមរូបភាពជាភាសាប្រគល់ប្រជែងទេយើងចូលរួមគ្នាព្រោះវិស័យនេះគឺធំណាស់ហើយមានប្រយោជន៍និងមានតម្លៃខ្លាំងមែនទែនសម្រាប់សេដ្ឋកិច្ចកម្ពុជាវិស័យ marketing វិស័យប្រព័ន្ធផ្សព្វផ្សាយវិស័យ digital គឺជាឆ្អឹងខ្នងដ៏សំខាន់នៃការជំរុញសេដ្ឋកិច្ចកម្ពុជាមិនថាក្របខ័ណ្ឌសហគ្រាសខ្នាតតូចនិងមធ្យមនិងសហគ្រាសខ្នាតធំទេបាទអញ្ចឹងហើយបានរដ្ឋាភិបាលអាណត្តិថ្មីយើងដឹងស្រាប់ហើយថានៅក្នុងយុទ្ធសាស្ត្របញ្ញកោណយើងបានដាក់ Digital ជាផ្នែកដ៏សំខាន់មួយក្នុងចំណោមធាតុទាំង5ហើយភាសាថាសំខាន់នេះមិនមែនសំខាន់ក្នុងបរិបទត្រឹមតែកម្រិតរដ្ឋាភិបាលទេគឺកម្រិតសហគ្រាសកម្រិតប្រជាជននិងរឿងរ៉ាវជាច្រើនទៀតដែលខ្ញុំសម្រាប់ខ្ញុំក្នុងនាមខ្ញុំ Digital នេះខ្ញុំចាប់យកតែ3ផ្នែកទៅលើ marketing ទៅលើ skill media ឬក៏ប្រព័ន្ធផ្សព្វផ្សាយហ្នឹងហើយនឹងជំនាញផ្នែកខាង digital មិនទូទៅទេ digital ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ tool សាមញ្ញដែលអាចយកទៅទាញប្រយោជន៍សម្រាប់ការប្រឹងអាជីពបានបាទខ្ញុំសូមនិយាយខ្លួនឯងទៅតាមពិតក្នុងការចាប់អាជីពនៅពេលដែលយើងបំពេញការងារជា employee ជាបុគ្គលិកក្រុមហ៊ុនឬធ្វើការគេសម្ពាធរបស់យើងមានប៉ុន្តែសម្ពាធរបស់យើងគឺផ្សារភ្ជាប់មួយ productivity និងប្រាក់ចំណូលយើងទទួលបាននិយាយភាសា Zin តែម្ដងភាពនៃការចាប់ផ្ដើមសហគ្រិនភាពគឺលំបាកខ្លាំងមែនទែនមិនមែនស្រួលដូចការគិតទេបាទជាការពិតទី1ទី2ចំណុចល្អមួយដែលយើងត្រូវចាំក្នុងនាមយើងធ្វើជាការងារបំពេញការងារឲ្យគេហើយចូលជាសារមួយសម្រាប់ employee អ្នកដែលបំពេញការងារជាបុគ្គលិកវិជ្ជាជីវៈដែរយើងត្រូវមានជំនាញច្បាស់លាស់ត្រូវចាំថាអ្វីដែលយើងរៀននៅក្នុងមហាវិទ្យាល័យជារឿងមួយក៏ប៉ុន្តែក៏ត្រូវចាំច្បាស់ថាបទពិសោធន៍នៅក្នុងពិភពពិតជាក់ស្ដែងពិភពការងារជាក់ស្ដែងគឺជារឿងដ៏សំខាន់មែនទែនសម្រាប់ភាពជោគជ័យរបស់មនុស្សយើងការកសាងអាជីពដ៏ពិតប្រាកដជំនាញរបស់ពិតប្រាកដគឺជារឿងសំខាន់ទោះបីថាយុគសម័យណាក៏ដោយ
ត្រូវមានជំនាញខ្លួនឯងមកប្រកបរឿងភាសាមួយទៀតក្នុងបរិបទប្រទេសកម្ពុជាការប្រើប្រាស់ភាសាអង់គ្លេសឬក៏ភាសាលើសពី2ឬពី1បាទដោយអរាប់ភាសាជាតិគឺជារឿងអតិភិបវាពាក់ព័ន្ធនឹងការស្រាវជ្រាវវាពាក់ព័ន្ធនឹងការទំនាក់ទំនងទាំងថ្នាក់ជាតិនិងថ្នាក់អន្តរជាតិវាពាក់ព័ន្ធនឹងការស្វែងរកសារដែលប្រភពឯកសារមួយចំនួនជាក់ស្ដែងតំណមាននៅក្នុងភាសាអង់គ្លេសបាទនឹងរឿងទី2រឿងទី3ដែលយើងត្រូវដឹងមកដល់ពេលម៉ោងនេះទោះបីរៀនជំនាញអីក៏ដោយជំនាញ digital មួយត្រូវតែចាប់យកមិនថា digital នឹងវាពាក់ព័ន្ធក្នុងអាជីពរបស់យើងប៉ុណ្ណាខ្ញុំឧទាហរណ៍ថាយើងធ្វើការងារផ្នែក architect ចុះឬក៏យើងធ្វើការងារពាក់ព័ន្ធជាមួយនឹងផ្នែក logistics តែយើងត្រូវរៀនជំនាញ digital អីខ្លះតែពាក់ព័ន្ធឬក៏មិនទាន់ពាក់ព័ន្ធឥឡូវប៉ុន្តែអាចនឹងពាក់ព័ន្ធនៅអនាគតស្វែងរកវិធីសាស្ត្ររៀនឲ្យហើយឬក៏រៀនផ្សារភ្ជាប់ខ្លួនជាមួយនឹង digital បដាពីព្រោះការងារអ្វីក៏ដោយទៅថ្ងៃឥឡូវនេះទៅដល់ថ្ងៃខាងមុខគឺត្រូវការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានិងប្រើប្រាស់នៅអ្វីដែលគេហៅថាបច្ចេកវិទ្យាដែលពឹងលើ AI ដែលត្រូវការភាពស្ទាត់ជំនាញធ្វើការហើយស្ទាត់ជំនាញទាំងអស់នោះវាត្រូវការដោយសារតែយើងមានភាសាអង់គ្លេសដែរ AI អាចថាវាភាសាចិនក៏យើងប្រើបានក៏ប៉ុន្តែសូមបញ្ជាក់ថាអង់គ្លេសវានៅតែជាឫសគល់មូលដ្ឋានដ៏ធំសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានឹងអញ្ចឹង3ចំណុចធំៗនោះគឺរឿងសំខាន់ត្រឡប់មកវិញថាជំនាញបាទភាសារបស់យើងហើយនឹង digital 3នេះគឺសំខាន់មែនទេនេះគឺសម្រាប់អ្នកចាប់អាជីពជា employee ចុះបើ employer វិញបើសម្រាប់សហគ្រាសបង្កើតថ្មីឬក៏ធុរកិច្ចបង្កើតថ្មីសហគ្រិនធុរកិច្ចបង្កើតថ្មីត្រូវច្បាស់ណាស់ថា digital ត្រូវតែជាផ្នែកសំខាន់ទោះបីអ្នកឯងលក់ផលិតផលអីក៏ដោយអ្នកឯងបង្កើតផលិតផលសម្រាប់ការដែលមិនពឹងពាក់ digital ខ្ញុំជឿជាក់ថាมันអាចអត់បានទេត្រូវតែមានមិនថាការផលិតប្រតិបត្តិការទូទៅឬការធ្វើទីផ្សារឬការលក់ទេនឹងទី1រឿងទី2ដែលសំខាន់បំផុតក្នុងកលៈទេសៈនេះមិនមែនយើងនៅម្នាក់ឯងទេខ្ញុំហ៊ាននិយាយបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺខ្ញុំស្គាល់គេហៅថា network ដែលគុណតម្លៃរបស់នៃពាក្យថា network មិនមែនទីផ្សារបណ្ដាញទេប៉ុន្តែគឺទំនាក់ទំនងនឹងនិយាយសួរស្ដាប់ទំនាក់ទំនងដែលមានគុណភាពពិតជាជួយយើងបានច្រើនភាសាចុងក្រោយសម្រាប់សហគ្រិនហើយខ្ញុំតែងតែចង់ឲ្យបងប្អូនដែលជាសហគ្រិនមិនថាសហគ្រិនបង្កើតថ្មីឬក៏សហគ្រិនដែលបង្កើតយូរហើយទេត្រូវចាំថាយើងមិនមែនប្រកួតប្រជែងតែក្នុងស្រុកខ្លួនឯងយើងត្រូវការគិតយើងត្រូវការកំណត់យើងត្រូវការទស្សនៈទានដែលការអភិវឌ្ឍអាជីវកម្មរបស់យើងក្នុងក្របខ័ណ្ឌអន្តរជាតិទោះបីមិនគិតទៅដល់អន្តរជាតិប៉ុន្តែដាក់ចក្ខុវិស័យឲ្យហើយពីព្រោះយើងមិនមែនប្រជែងតែក្នុងស្រុកខ្លួនឯងទេត្រូវចាំថាអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃទី1គឺសម្មួយប្រជែងយើងខ្លួនឯងបាទយើងប្រជែងខ្លួនឯងមានរឿងជាច្រើនខ្ជិលមិនចង់ motivational skill មានរឿង stress មានរឿងអីច្រើនអាហ្នឹងរឿងប្រជែងខ្លួនឯងខ្ញុំមិនសូមនិយាយហ្នឹងទេប៉ុន្តែប្រជែងបន្ទាប់គឺប្រជែងក្នុងចំណោមសហគ្រាសក្នុងស្រុកដូចគ្នាហើយប្រជែងថ្នាក់ទី3នេះគឺថ្នាក់តំបន់ព្រោះយើងមានតំណែងយ៉ាងច្រើនដែលសេវាកម្មជាច្រើនដែលយើងមិនបានដាក់ព្រំដែនឬក៏របាំងមិនឲ្យគេលោតចូលបានទេព្រោះយើងទីសេដ្ឋកិច្ចសេរីអញ្ចឹងយើងត្រូវការពង្រឹងការគិតរបស់យើងឲ្យបែបជាលក្ខណៈ beyond of Cambodia អញ្ចឹងផ្នត់គំនិតសំខាន់ណាស់បើយើងអត់បានស្គាល់នៅអ្វីដែលជាទស្សនៈទាននឹងការ style ឬក៏គេហៅថាចរិតថ្នាក់បែបសកលលក្ខណៈនៃការដឹកនាំបែបសកលទេយើងក៏អាចដែរបានខ្លីដែរដែលបានចិត្តដែរដោយសារគេនិយាយថាម៉េចថានៅក្នុងអាជីវកម្មចំណេះដឹងរបស់ម្ចាស់សហគ្រាសវាឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់សហគ្រាសដែរវាមិនអាចសហគ្រាសរីកចម្រើនផុតដែននៃចំណេះដឹងរបស់ម្ចាស់សហគ្រាសទេបាទនេះគឺជាសារសំខាន់មែនទែនសម្រាប់ SME របស់យើងហើយនឹងសហគ្រាសបង្កើតថ្មីបាទខ្ញុំគិតថាអ្នកដែលបង្កើតអាជីវកម្មថ្មីថ្មោងគឺគាត់ដាក់សម្ពាធខ្លួនឯងខ្លាំងណាស់ទាំងខ្ញុំទាំងគេក្នុងការចាប់ដើមពី3ឆ្នាំដំបូង5ឆ្នាំចុះក្រោមគឺសម្ពាធខ្លាំងមែនទែនសម្ពាធទៅលើបទពិសោធន៍សម្ពាធទៅលើបញ្ហាទុនសម្ពាធបញ្ហាលក់ដូរសម្ពាធបញ្ហាច្នៃប្រឌិត innovate សម្ពាធក្នុងការបង្កើត network រឿងជាច្រើនដែលយើងត្រូវកសាងដូចចូលថ្នាក់មហាវិទ្យាល័យថ្មីថ្មោងអញ្ចឹងមហាវិទ្យាល័យនៃធុរកិច្ចពិតប្រាកដបាទអញ្ចឹងខ្ញុំមើលឃើញថាអានេះជារឿងសាមញ្ញធម្មតាដែរហើយយើងមិនអាចមាន short cut ទេអត់មានផ្លូវដើរកាត់ទេតែវាមានវិធីខ្លះដែលអាចលឿនជាងមុនប៉ុន្តែមិនមែនដើរកាត់បានទេមិនអាចគេចាប់ដើម5ឆ្នាំហើយយើងចាប់ដើមក្រោយ1ឆ្នាំក្រោយគេនឹងទៅទាន់5ឆ្នាំវាអាចទាន់ដូចគ្នាក៏ប៉ុន្តែខ្ញុំនិយាយជាតថភាពពិតថាវាមិនស្រួលដោយការគិតរបស់យើងទេប៉ុន្តែរឿងមួយដែលខ្ញុំចង់ឲ្យសហគ្រិនគាត់ត្រូវតែគិតនិងខ្វាយខ្វល់គឺសុខភាពផ្លូវចិត្តរបស់ខ្លួនបាទអញ្ចឹងវាអត់ត្រឹមត្រូវយើងត្រូវការគ្រប់គ្រងអារម្មណ៍របស់យើងខ្លាំងណាស់បាទនោះទី1ជាងទី2សុខភាពផ្លូវកាយដែលកើតចេញពីការហាត់ប្រាណនិង exercise ជាច្រើន
រឿងដែលខ្ញុំនិយាយមែនទែនថាក្នុងរយៈពេលរាប់ឆ្នាំចុងក្រោយនេះខ្ញុំស្រឡាញ់បាល់ទាត់ជាងគេអាជីពទី1ដែលខ្ញុំស្រឡាញ់ហើយក្រៅតែពីហ្នឹងអាចបាល់ទះឲ្យម្ដងម្កាលប៉ុន្តែបាល់ទាត់ជាទី1កីឡាទាំងអស់នេះគឺជាកីឡាមួយដែលធ្វើឲ្យខ្ញុំខ្លួនឯងជាអ្នកអនុវត្តហ្នឹងគឺទទួលបានអ្វីដែលថ្មីច្រើនមែនទែនរឿងខ្ញុំទី1ខ្ញុំស្រឡាញ់ជាងគេហៅថាការបដោតហើយនឹងការតស៊ូហើយតស៊ូទៀតគឺសំខាន់ណាស់សម្រាប់ខ្ញុំដែលខ្ញុំដើរមកដល់ពេលនេះតាំងពីខ្ញុំធ្វើការឲ្យក្រុមហ៊ុនជា employee រហូតដល់ខ្ញុំធ្វើជា employer self employed បាទខ្ញុំធ្វើជា self employed ខ្ញុំបដោតហើយនឹង perseverance តស៊ូហើយតស៊ូទៀតជួបវិបត្តិហើយយើងជំនះទៀតមិនមែនបោះបង់គោលដៅចោលទេអានេះគឺចំណុច2ដែលខ្ញុំដាក់វាជា core value ខ្លួនឯងបាទយើង focus and perseverance បាទនេះមួយហើយមួយទៀតដែលខ្ញុំត្រូវការកសាងកុំច្រឡំថាយើងជាមនុស្សមិនអាចកែប្រែបានមនុស្សទាំងអស់តែតែគិតថាសម្រាប់ខ្ញុំផ្ទាល់ទេចរិតបែបណាគឺចង់ធ្វើតែចរិតបែប Zen របស់ខ្លួនឯងដោយតែងតែយកលេសថាចរិតខ្លួនឯងកែមិនកើតឬក៏មិនអាចបត់បែនបានខ្ញុំជឿជាក់ថានេះជាលេសសម្រាប់ខ្ញុំផ្ទាល់ខ្ញុំបានកែខ្លួនឯងបានច្រើនណាស់មិនចូលចិត្តនិយាយច្រើនមិនចូលចិត្ត research ចូលចិត្តសរសេរច្រើននៅតែអនុវត្តប៉ុន្តែក៏ចូលចិត្តធ្វើការតំណែងនៅពេលដែលយើងដឹងពីគោលដៅនឹងគោលដៅនីមួយៗនឹងធ្វើអីបាទអញ្ចឹងការដែលយើងស៊ីជម្រៅទៅលើអ្វីដែលខ្លួនឯងស្គាល់ពីខ្លួនឯងច្បាស់ហើយយើងត្រូវបំលែងឲ្យស្របទៅតាមស្ថានភាពឲ្យស្របទៅតាមកលៈទេសៈគឺជារឿងជាចាំបាច់មែនទែន networking វាគឺជាឱកាសវាគឺជាលុយ networking is currency មិនមែនជាភាសាធម្មតា networking is the currency ប៉ុន្តែមិនមែនឲ្យនិយាយអញ្ចឹងហើយត្រូវស្គាល់មនុស្សគ្រប់គ្នាទេបាទស្គាល់អ្នកដែលមិនល្អអីគ្រប់គ្នាយើងស្គាល់ប៉ុន្តែត្រូវចាំថាជំរឿននៃតំណែងរបស់យើងគឺអាស្រ័យលើយើងខ្លួនឯងប៉ុន្តែយើងបរិចដែនតំណែងបរិចនៅបណ្ដាញធុរកិច្ចប៉ុន្តែត្រូវមើលនៅគុណភាពនៃតំណែងរបស់យើងហើយចំណុចទី3ខ្ញុំចង់និយាយ data គឺជា currency ថ្មី data is the new currency ទិន្នន័យគឺជាលុយទិន្នន័យគឺជាសេដ្ឋកិច្ចធ្វើអាជីវកម្មរាល់ថ្ងៃបងប្អូនខ្វះនៅព័ត៌មានមិនអាចបញ្ចេញបានទេជាងត្រឡប់សង្ខេប3ដែលខ្ញុំចង់ផ្ដាំផ្ញើដល់ employee ក៏ដូចជា self employed ចំណុចទី1គឺ focus and perseverance បដោតបើអត់មានការបដោតទេបងប្អូននឹងធ្វើការចាញ់បោកខ្លួនឯងហើយគឺគ្មានគោលដៅទេហើយនឹងតស៊ូហើយតស៊ូទៀតតស៊ូរហូតដល់យើងដល់គោលដៅរបស់យើងចំណុចទី2គឺទៅលើ networking is the currency networking is money បណ្ដាញធុរកិច្ច network មិនថាយើងធ្វើការឲ្យគេទេស្គាល់គេកាន់តែច្រើនគឺជាឱកាសរបស់យើងឯងវាគឺជាលុយវាគឺជាសេដ្ឋកិច្ចហ្មងហើយទី3 data is the currency ទិន្នន័យគឺជាលុយទិន្នន័យគឺជាសេដ្ឋកិច្ចទិន្នន័យគឺជារូបិយប័ណ្ណស្គាល់ក្តាប់ព័ត៌មានឲ្យបានកាន់តែច្រើនការសម្រេចចិត្តរបស់យើងគឺងាយនឹងត្រូវហើយអាចធ្វើកិច្ចការងារបានជោគជ័យច្រើនខ្ញុំមាន3ចំណុចធំៗណាស់បាទអរគុណ